ប្រាក់ចំណូលរបស់ក្រុមហ៊ុន AMD ក្នុងឆ្នាំ2025ខាតអស់ $1.5 លានដុល្លារដោយសារតែការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកក្រុមហ៊ុនផលិតបន្ទះ chip AMD បានចេញការព្យាករណ៍ថាខ្លួននឹងខាតបង់ប្រាក់ចំណូលប្រហែលជា $1.5 លានដុល្លារអាមេរិកក្នុងឆ្នាំ2025ដោយសារតែការរឹតបន្តឹងការនាំចេញថ្មីរបស់សហរដ្ឋអាមេរិកដែលបានដាក់ក្នុងខែមេសាដែលកំណត់ការលក់បន្ទះ chip AI កម្រិតខ្ពស់របស់ខ្លួនជាពិសេសគឺ MI 308ទៅប្រទេសចិននិងប្រទេសមួយចំនួនផ្សេងទៀតក្រោមការគ្រប់គ្រងរបស់លោក Biden និងលោក Donald Trump សហរដ្ឋអាមេរិកបានបន្តការទប់ស្កាត់កាន់តែខ្លាំងឡើងលើការនាំចេញបន្ទះ chip AI ទៅកាន់ប្រទេសចិនការគ្រប់គ្រងទាំងអស់នេះគឺមានគោលបំណងរារាំងសមត្ថភាពរបស់ប្រទេសចិននៅក្នុងការបង្កើតគំរូនិងកម្មវិធី AI កម្រិតខ្ពស់ដែលយោងទៅតាមសហរដ្ឋអាមេរិកអាចមានផលប៉ះពាល់ដល់សន្តិសុខជាតិផលប៉ះពាល់នេះគឺរួមបញ្ចូលទាំងការកាត់បន្ថយចំនួន$700 លានអាមេរិកនៅក្នុងការលក់មជ្ឈមណ្ឌលទិន្នន័យជាចម្បងនៅក្នុងត្រីមាសទី2និងត្រីមាសទី3បូករួមទាំងការគិតប្រាក់ចំនួន$800 លានអាមេរិកដែលទាក់ទងទៅនឹងពន្ធគយនិងការសន្យាទិញដែលអាចនឹងមិនលក់ប្រសិនបើអាជ្ញាប័ណ្ណនាំចេញមិនត្រូវបានផ្ដល់នោះទោះបីជាបែបនេះក្តី AMD រំពឹងថាប្រាក់ចំណូលសម្រាប់ត្រីមាសទី2របស់ខ្លួននឹងមានប្រហែលជា$7.4 លានអាមេរិកលើសពីការប៉ាន់ស្មានរបស់ Wall Street ដែលត្រូវបានជំរុញដោយតម្រូវការបន្ទះ chip AI ដ៏រឹងមាំនិងអតិថិជនដែលបង្កើនល្បឿនការទិញមុនការរឹតបន្តឹងនោះគួរជម្រាបជូនផងដែរថានាយកប្រតិបត្តិរបស់ក្រុមហ៊ុន AMD លោកស្រី Lisa Su បាននិយាយនៅក្នុងសន្និសីទមួយនៅថ្ងៃអង្គារថាផលប៉ះពាល់ភាគច្រើនពីការទប់ស្កាត់និងផលប៉ះពាល់ត្រីមាសទី2និងត្រីមាសទី3ឆ្នាំនេះតែយ៉ាងណាបើទោះបីជាមានបញ្ហាប្រឈមទៅនឹងបទបញ្ញត្តិក៏ដោយក៏លោកស្រី Su នៅតែមានគំនិតវិជ្ជមានថាប្រាក់ចំណូលបន្ទះ chip AI ពីអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុននឹងកើនឡើងពេញមួយឆ្នាំនេះរហូតដល់2ខ្ទង់ឯណោះលោកស្រីបានបន្តទៀតថាវាពិតជាប្រឈមក៏ប៉ុន្តែយើងជឿជាក់ថាបញ្ហាប្រឈមនេះអាចគ្រប់គ្រងបាននិងមិនលើសលប់នោះទេប្រទេសចិនគឺជាទីផ្សារដ៏ធំទី2សម្រាប់ AMD ហើយមានចំនួនប្រហែលជា 25% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុននេះដូច្នេះការរឹតបន្តឹងនៃការនាំចេញបន្ទះ chip ទៅកាន់ប្រទេសចិនដែលបានអនុវត្តនៅក្នុងឆ្នាំ2025នឹងបណ្ដាលឲ្យប្រាក់ចំណូលសរុបរបស់ AMD កាត់បន្ថយ 75% នៅក្នុងឆ្នាំនេះ